បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទូទាយគូស្រករនៅថ្ងៃនេះខ្ញុំសូមលើកយកតាស្រីឆ្នាំខាលធាតុឈើពងយក្សស្រីនិងប្រុសឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទូទាយឆ្នាំទាំងពីរនេះគឺសម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវនិងអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដែរដូចនេះបើស្រីឆ្នាំខាលធាតុឈើពងយក្សស្រីនិងប្រុសឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាស្រឡាញ់គ្នាតែដំបូងទេចាប់ពីបានកូនមួយឬកូនពីរឆ្លោះគ្នាជាញឹកញាប់ហើយក្រោយមកក៏បែកគ្នារហូតទៅអ្នកឆ្នាំឆ្លូវធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំខាលនៅពេលលោកអ្នកទៅរកលោកអាចារ្យមើលពលាការលោកអ្នកគួរឲ្យលោកអាចារ្យមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរដើម្បីយកកូនស្រីឬកូនប្រុសឲ្យត្រូវធាតុអ្នកទាំងពីរទៅរស់នៅជាមួយគ្នាបានសេចក្តីសុខចម្រើនការមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរគេត្រូវយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគុណគូមើលសូមអរគុណ